រឿងដើមបន្លាដែលមានភ្លើងឆេះមួយថ្ងៃបន្ទាប់មកក៏មានរឿងដ៏អាក្រក់មួយបានកើតឡើងម៉ូសេបានចេញទៅហើយកំពុងតែដើរតាមផ្លូវលើកនេះគឺមានជនជាតិអ៊ីស្រាអែលពីរនាក់កំពុងតែឈ្លោះប្រកែកគ្នាម៉ូសេក៏បានដើរទៅជិតពួកគេហើយក៏បានហាមឃាត់រួចសម្រុះសម្រួលពួកគេសូមឈប់ឈ្លោះគ្នាទៅហេតុអ្វីបានជាពួកអ្នកឈ្លោះគ្នាដែលជាសាសតែមួយបែបនេះប៉ុន្តែក្នុងចំណោមមនុស្សឈ្លោះគ្នានោះមានម្នាក់បានសម្លឹងមកម៉ូសេហើយនិយាយបែបនេះថាអ្នកឯងមិនមែនជាអ្នកដឹកនាំរបស់ពួកយើងហើយក៏មិនមែនជាចៅក្រមដែរហេតុអ្វីបានជាមកពាក់ព័ន្ធជាមួយនឹងពួកយើងដូច្នេះហេតុអ្វីនេះគិតចង់សម្លាប់ពួកយើងដូចជាសម្លាប់ជនជាតិអេស៊ីបកាលពីម្សិលមិញដែរមែនឬអត់ពេលដែលម៉ូសេបានស្ដាប់ឮនៅពាក្យសម្ដីទាំងនោះហើយពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងគាត់បានគិតថានេះជាអាថ៌កំបាំងដែលដឹងតែខ្លួនឯងតែប៉ុណ្ណោះឥឡូវនេះអ្នកដទៃក៏បានដឹងពីកំហុសខុសឆ្គងរបស់ខ្លួនទាំងអស់ហើយដែរអ្វីដែលយើងបានធ្វើត្រូវបានលាតត្រដាងអស់ហើយប្រសិនបើផារ៉ោនដឹងថាខ្ញុំបានសម្លាប់ជនជាតិអេស៊ីបនោះទ្រង់ច្បាស់ជាមិនទុកខ្ញុំទៀតនោះទេម៉ូសេដែលមានអារម្មណ៍ថាជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់នោះគាត់ក៏សម្រេចចិត្តថានឹងរត់គេចទៅឲ្យឆ្ងាយតាមដែលគាត់អាចធ្វើទៅបានម៉ូសេដែលបានដើរឆ្លងកាត់ទីរហោស្ថានជាយូរនោះក៏បានមកដល់អណ្ដូងទឹកមួយដោយមានភាពនឿយហត់ជាខ្លាំងពេលគាត់កំពុងតែអង្គុយសម្រាកនៅជិតអណ្ដូងនោះស្រាប់តែមានស្ត្រី7នាក់ដើរមកដងទឹកអណ្ដូងនោះដើម្បីឲ្យជាមផឹកប៉ុន្តែមួយសន្ទុះក្រោយមកអ្នកគង្វាលជាមផ្សេងទៀតបានមកដល់អណ្ដូងទឹកនោះហើយក៏ចាប់ផ្ដើមបង្កើតជម្លោះជាមួយនឹងស្ត្រីទាំងនោះតើអ្នកនេះគិតថាជាអណ្ដូងរបស់អ្នកណាបានជាហ៊ានមកដងទឹកនៅទីនេះនេះមិនដឹងថាទឹកមួយដំណក់នៅទីរហោស្ថាននេះវាមានតម្លៃខ្លាំងប៉ុណ្ណាទេទាន់យើងនៅនិយាយល្អឆាប់ជាឲ្យលឿនយើងនឹងដងទឹកឲ្យជាមរបស់ពួកយើងផឹកមុនពេលម៉ូសេឃើញស្ត្រីទាំងនោះភ័យខ្លាចទាំងញ័ររន្ធត់បែបនេះគាត់ក៏បានក្រោកហើយនិយាយថាយើងនៅទីនេះយើងក៏បានឃើញគ្រប់ហេតុការណ៍ទាំងអស់ស្ត្រីទាំងនេះគឺបានមកដងទឹកអណ្ដូងនេះមុនតើអ្នកទាំងអស់គ្នាមានសិទ្ធិអ្វីបានជាហ៊ានដេញស្ត្រីទាំងនេះចេញសូមរងចាំលំដាប់លំដោយចុះនៅពេលដែលម៉ូសេមានរាងកាយសម្បទាមាំមួនបានដាស់តឿនពួកគេបែបនេះពួកអ្នកគង្វាលជាមដ៏អាក្រក់ទាំងនោះក៏បានរងចាំដល់វេនពួកគេដោយស្ងៀមស្ងាត់ម៉ូសេបានជួយស្ត្រីទាំងនោះហើយក៏បានជួយដងទឹកឲ្យហ្វូងជាមទាំងអស់នោះផឹកផងដែរស្ត្រីទាំងអស់នោះគឺជាកូនស្រីរបស់យេត្រូនៃទឹកដីម៉ាឌៀនយេត្រូក៏បានភ្ញាក់ផ្អើលពេលឃើញកូនស្រីរបស់គាត់មកដល់ផ្ទះលឿនជាងការរំពឹងទុកដូច្នេះក៏សួរថាហេតុអ្វីបានជាថ្ងៃនេះកូនមកលឿនម្ល៉េះនៅថ្ងៃនេះតើមានអ្នកណាបង្កបញ្ហានៅអណ្ដូងទឹកដែរឬទេស្រាប់តែពេលនោះក្នុងចំណោមកូនស្រីទាំងអស់មានកូនស្រីម្នាក់និយាយថាអត់ទេលោកឪពុកនៅថ្ងៃនេះមានអ្នកគង្វាលសត្វដែលអាក្រក់បានមករកនិងដេញពួកយើងប៉ុន្តែមានបុរសម្នាក់បញ្ចេញមកជួយពួកយើងទាំងអស់គ្នាដូច្នេះទើបពួកយើងអាចត្រឡប់មកលឿនបែបនេះបានពេលនោះយេត្រូក៏បាននិយាយថាម៉េចចុះហេតុអ្វីបានជាមិនឃើញបុរសនោះមកជាមួយបែបនេះចូលកូនទៅរកបុរសនោះហើយអរគុណបុរសនោះដោយទទួលអាហារចុះស្រាប់តែម៉ូសេដែលគ្មានកន្លែងនឹងទៅនោះផ្ទះរបស់យេត្រូបានក្លាយជាទីសម្រាកដ៏សែនសុខសាន្តរបស់ម៉ូសេក៏បានហ្វូងជាមរបស់យេត្រូហើយបានរស់នៅជាមួយនឹងគ្រួសារនោះហើយគាត់ក៏បានរៀបការជាមួយនឹងកូនស្រីរបស់យេត្រូឈ្មោះសេផូរ៉ា
ទន្ទឹមនឹងនោះនៅប្រទេសអេស៊ីបស្ដេចផារ៉ោនក៏បានស្លាប់ហើយផារ៉ោនថ្មីក៏បានឡើងសោយរាជ្យក្នុងប្រទេសអេស៊ីបនោះប៉ុន្តែសម្រាប់ជីវិតរស់នៅរបស់ប្រជាជនអ៊ីស្រាអែលវិញមិនត្រឹមតែមិនគ្រាន់ជាងមុននោះទេគឺជីវិតរបស់ពួកគេកាន់តែលំបាកទៅពួកគេនៅតែទទួលរងនឹងការធ្វើបាបពីជនជាតិអេស៊ីបដដែលសូម្បីតែអាហារមួយពេលក៏ពិបាកក្នុងការបរិភោគដែរហើយក៏ត្រូវតែឃ្វាលហ្វូងចៀមដ៏សែនសន្ធឹកថែមទៀតផងដែរព្រះអង្គកូនទ្រាំមិនបានទៀតនោះទេហើយក៏មានមនុស្សជាច្រើនក៏បានស្លាប់ផងដែរសូមទ្រង់ជួយសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែលផងអ្នកទាំងអស់គ្នាការអធិដ្ឋានដែលអស់សង្ឃឹមរបស់ប្រជាជនអ៊ីស្រាអែលនោះតើព្រះជាម្ចាស់ទ្រង់ព្រះសន្តាប់ដែរឬទេប្រសិនបើយើងស្ដាប់រឿងរបស់លោកម៉ូសេបន្តិចទៀតនោះយើងនឹងដឹងហើយពេលនេះម៉ូសេបានក្លាយជាមនុស្សដូចជាផ្សេងពីគ្នាទាំងស្រុងអញ្ចឹងគាត់បានពាក់អាវចាស់ជំនួសពាក់អាវរាជវង្សនៃប្រទេសអេស៊ីបហើយគាត់កាន់ដំបងដែលពួកអ្នកគង្វាលផ្សេងទៀតបានប្រើនោះនៅនឹងដៃជានិច្ចស្បែករបស់គាត់ក៏ប្រែជាខ្មៅហើយសក់របស់គាត់ក៏ប្រែជាពណ៌ប្រផេះថ្ងៃមួយម៉ូសេបានឡើងទៅលើភ្នំស៊ីណាយដើម្បីស្វែងរកស្មៅសម្រាប់ជាចំណីរបស់ជាមគាត់ក៏បានឃើញហេតុការណ៍មួយដ៏អស្ចារ្យនៅទីនោះក្នុងចំណោមដើមឈើដែលគេឃើញជាទូទៅនៅក្នុងតំបន់ជុំវិញប្រទេសអេស៊ីបមានដើមឈើមួយដែលគេហៅថាដើមបន្លាដើមឈើមួយដើមបើមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបែបនេះគឺត្រូវតែឆេះអស់រលីងមែនអត់ទេហេតុអ្វីបានជានៅទីនោះមានភ្លើងឆេះបែបនេះប្រសិនបើវាឆេះដើមឈើនេះនឹងក្លាយទៅជាផេះហើយភ្លើងនឹងរលត់ប៉ុន្តែទោះជាពេលវេលាកន្លងផុតទៅយ៉ាងណាក៏ដោយដើមឈើនេះវាមិនឆេះទាល់តែសោះគឺវានៅតែបន្តឆេះរហូតនៅលើโลกនេះមានរឿងបែបនេះដែរនេះគឺជារឿងអ្វីទៅម៉ូសេក៏បានដើរចូលទៅជិតគុម្ពបន្លាដែលកំពុងតែឆេះដោយមានចម្ងល់ស្រាប់តែពេលនោះក៏បានឮសំឡេងចេញពីគុម្ពបន្លានោះម៉ូសេអើយយើងជាព្រះនៃរាស្ត្រអ៊ីស្រាអែលម៉ូសេអើយយើងបានដឹងគ្រប់ទាំងអស់អំពីទុក្ខលំបាករបស់ប្រជាជនរបស់យើងនៅស្រុកអេស៊ីបយើងបានឮសំឡេងរបស់ពួកគេជុំស្រែកនិងធ្ងោជារៀងរាល់យប់ពេលនេះយើងនឹងជួយសង្គ្រោះរាស្ត្ររបស់យើងឲ្យចេញពីទីនោះយើងនឹងនាំពួកគេទៅឯទឹកដីដែលល្អជាទីបំផុតម៉ូសេយើងនឹងធ្វើការទាំងនេះតាមរយៈឯងម៉ូសេមានអារម្មណ៍ដូចជាគាត់កំពុងសុបិនអញ្ចឹងដោយខ្លួនបានឮសំឡេងរបស់ព្រះជាម្ចាស់គាត់សប្បាយខ្លាំងណាស់ពេលដែលបានឮថាជនជាតិអ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះឲ្យរួចពីទុក្ខលំបាកប៉ុន្តែគាត់ស្រមៃមិនឃើញនោះទេថាគាត់មានតួនាទីអ្វីក្នុងការធ្វើការងារមួយនេះព្រះអង្គតើទូបង្គំគឺជាអ្នកណាដើម្បីសង្គ្រោះរាស្ត្ររបស់យើងពីស្ដេចផារ៉ោនបានទូបង្គំគ្រាន់តែជាអ្នកគង្វាលជាមធម្មតាតែប៉ុណ្ណោះទោះជាទូបង្គំបានស្ដាប់ឮនៅព្រះសូរសៀងរបស់ទ្រង់យ៉ាងណាក៏ដោយពួកគេនឹងមិនស្ដាប់នៅពាក្យសម្ដីរបស់ទូបង្គំនោះឡើយហើយក៏នៅមានមនុស្សចងចាំទូបង្គំថាជាមនុស្សបាបដែលបានសម្លាប់មនុស្សនៅឡើយនោះទេពេលនោះគាត់បានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ពីក្នុងដើមបន្លានោះម្ដងទៀតថាពួកគេនឹងជឿដល់ឯងហើយឯងកុំព្រួយបារម្ភអ្វីនោះឡើយចូលប្រាប់ពួកគេថាពួកគេនឹងទៅឯទឹកដីមានជីវជាតិដែលមានហូរហៀរទៅដោយទឹកដោះគោនិងទឹកឃ្មុំហើយឯងត្រូវទៅឯស្ដេចផារ៉ោននៃស្រុកអេស៊ីប
ហើយនិយាយថាជួលអនុញ្ញាតឲ្យប្រជាជនរបស់ទូបង្គំឲ្យចេញទៅដំបូងស្ដេចផារ៉ោនឹងនិយាយថាមិនចង់ជាមិនខានប៉ុន្តែនៅពេលដែលឯងបង្ហាញឲ្យឃើញពីចេស្តាដ៏អស្ចារ្យរបស់យើងឲ្យឃើញនោះទីបំផុតស្ដេចផារ៉ោនឹងព្រមដោះលែងប្រជារាស្ត្រអ៊ីស្រាអែលឲ្យចេញជាមិនខានព្រះជាម្ចាស់ទ្រង់បានសន្យាបែបនេះក៏ដោយប៉ុន្តែទោះជាម៉ូសេជាមនុស្សដែលមានសេចក្តីជំនឿល្អយ៉ាងណាក៏ដោយគឺពិបាកក្នុងការមានភាពក្លាហានគ្រប់គ្រាន់ក្នុងការចេញទៅជាខ្លាំងគឺព្រួយបារម្ភថាតើខ្ញុំអាចនឹងធ្វើរឿងដ៏អស្ចារ្យបែបនេះបានដែរឬទេតើខ្ញុំអាចឈរនៅចំពោះស្ដេចផារ៉ោនបានដែរឬទេបែបនេះមែនអត់អ្នកទាំងអស់គ្នាតើម៉ូសេនឹងអាចសម្រេចនៅអ្វីដែលព្រះជាម្ចាស់ទ្រង់បានឲ្យគាត់ធ្វើដែរឬទេព្រះចេស្តាដ៏អស្ចារ្យដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលនោះតើទ្រង់ចង់មានន័យអ្វីដែរយើងនឹងជួបគ្នានៅក្នុងសាច់រឿងបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា